รับนายคุณตะมองใครนั่งวัดใครฟังนายอ้อมยังไม่ขายใบตองให้หน่อยฮะไม่ดิจำเอามะโยมมาโตจูนเตอร์สลามองเตอร์ยังไม่ដឹងខ្ញុំជំរាបបងតាមត្រង់ទៅតាំងពីប្តីខ្ញុំគាត់គ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ទៅហើយពួកខ្ញុំក៏ខ្វះខាតខ្ញុំក៏សម្រេចចិត្តលក់ម៉ូតូដែលគាត់ធ្លាប់រត់ដប់ហ្នឹងទៅអើខ្ញុំសុំទោសផងដែលបានដឹងរឿងហ្នឹងព្រោះចោះជីវភាពសពថ្ងៃនេះយ៉ាងម៉េចដែរដូចបងបានឃើញស្រាប់ហើយក្រៅពីធ្វើស្រែខ្ញុំពឹងពាក់លើតំណាំបន្លែបន្តិចតួចនឹងឯងហើយទៅថ្ងៃមុខទៀតខ្ញុំមិនដឹងថាទៅជាយ៉ាងណាណាមួយពោះមួយថ្ងៃទៅមួយថ្ងៃវាចេះតែធំទៀតកុំអស់សង្ឃឹមអីខំប្រឹងតស៊ូទៅហើយបើមានការអីឲ្យបងជួយបានបងនឹងជួយកុំលាក់ទុកក្នុងចិត្តអីណាយើងជាអ្នកចិត្តខាងគ្នាទេវត្តជិះម៉ូតូទៅសាលាមួយអ៊ំទៅថ្ងៃមកវិរៀនចាំយកកង់ទៅប៉ះបើមិនអញ្ចឹងទេជិះទៅរៀនអត់តាន់ទេអរគុណឯបងបងអរគុណពួកអញឯងដែលខំមកលេងបងចាំម៉ែក៏សុខសប្បាយដែរអូនម៉ែក៏មិនអីទេគាត់តែប៉ុណ្្នឹងឯងជំងឺចាស់តែពួកខ្ញុំចង់មកនិយាយជាមួយបងដោះស្រាយគ្នាឲ្យហើយតន់ម៉ែគាត់នៅមានដង្ហើមដោះស្រាយរឿងអីទៅយ៉ាងថនគឺរឿងដីស្រែនៅលេខភូមិដែលម៉ែគាត់ចែកទៅឲ្យបងថនហើយនៅមួយឯងធ្វើស្រូវឯងដីស្រែហ្នឹងយ៉ាងម៉េចចឹងថាដីស្រែហ្នឹងគឺជាដីគេរបស់ពុកខ្ញុំហើយម៉ែខ្ញុំចែកទៅឲ្យបងថនធ្វើស្រែឥឡូវបងថនគាត់ស្លាប់បាត់ទៅហើយអញ្ចឹងដីហ្នឹងត្រូវធ្លាក់មកលើបងចន្ទថនដែលជាកូនប្រុសបន្ទាប់ពួកអញកំពុងនិយាយអីហ្នឹងបងអត់យល់ទេអ្វីបើបងថនគាត់ស្លាប់ក៏ប៉ិតបានតែបងហើយនឹងកូនណារស់នៅសប្តាហ៍ថ្ងៃគឺពឹងផ្អែកទៅលើដីស្រែម្ដុំនឹងឯងសូមពួកអញយល់ពីបងហើយនឹងក្មួយផងបងសាក់គិតមើលម្ដងទៀតទៅមើលបងនៅក្មេងមិនម៉ែស្រស់ស្អាតអញ្ចឹងវាមិនលេងអីមិននឹងមានបរោះចិត្តថ100ទេហើយដល់ពេលហ្នឹងណាដីគេរបស់ពុកខ្ញុំវាមិនខ្លាចជាដីគេរបស់អ្នកដតីដែលគ្មានសាច់ឈាមទៅហើយទេតែស្គាល់ស្អីតាដណ្ថាទៅវិញបងដេកគិតមើលថ្ងៃនេះខ្ញុំមកសុំបងស្រួលបួលថ្ងៃក្រោយខ្ញុំមកម្ដងទៀតបានមិនព្រមទេកុំថាខ្ញុំមិនបានប្រាប់យ៉ាត់ឈឺខ្លួនកែពោះធំផងអីពួកខ្ញុំមិនញ៉ាំជំរាបសិនហើយថ្ងៃក្រោយខ្ញុំមកយកប្លង់ដីយាយរៀបសួរយាយអើឲ្យចៅយាយទៅរៀនណាយាយទៅចោះចៅណាជីកង់ប្រយ័ត្នប្រយែងផងណាចៅបាទយាយអូជំរាបសួរមីងសុខសប្បាយមីងអញ្ជើញអង្គុយលេងសិនអេនេះដែរណែកូនត្រីពូឯងក៏ដាក់ទ្រូបានហើយគាត់ផ្ញើមកឯងមើលសម្លណែអូអរគុណច្រើនណាស់មីងអរគុណច្រើនហើយកូនស្រ័យអីកាលថនប្តីឯងនៅរស់វារស់ត្រីបានក៏សាយកទៅឲ្យមីងហូបដែរចុះឥឡូវនឹងពោះឯងប្រហែលខែហើយចា6ខែមីងហើយមើលខំថែខ្លួនឲ្យបានល្អកុំទុកសោកច្រើនពេកសង្ខារមនុស្សវាមិនទៀងអញ្ចឹងហើយរឿងប្តីខ្ញុំស្លាប់ទៅខ្ញុំកាត់ចិត្តបានខ្លះហើយតែរឿងមួយទៀតដែលខ្ញុំកំពុងតែព្រួយចិត្តនេះឯងមានរឿងអីនេះបាននិយាយប្រាប់គាត់តើគាត់ជួយខ្ញុំឬក៏ជួយក្មួយបង្កើតរបស់គាត់តើគួរប្រាប់គាត់ឬអត់ណានេះមានរឿងអីប្រាប់មីងមកខៃមីងអាចដោះស្រាយបានណាអូអត់មានរឿងអីទេមីងអត់មានរឿងអីធំដុំទេឯងនៅតែគិតថាមីងជាអ្នកដតីហ៎ថ្មីបើឯងជាក្មួយភាសាហើយអាថនប្តីឯងក៏បានស្លាប់ក៏ដោយមីងនៅតែគិតថាឯងជាសាច់ជាឈាមដដែលហ្នឹងហើយបើមានរឿងអីកុំលាក់ទុកក្នុងចិត្តនិយាយប្រាប់គ្នាអស់មកមានរឿងអីចាមីងម្សិលមិញហ្នឹងចន្ទថនហ្នឹងចន្ទថាគេមកផ្ទះខ្ញុំហើយគេសុំមកខ្ញុំបកគលដីដែលម៉ែក្មេកខ្ញុំហ្នឹងចែកឲ្យប្តីខ្ញុំទៅឲ្យចន្ទថនវិញ
ព្រោះគេថាបើបងថនគាត់ស្លាប់ហើយដីហ្នឹងត្រូវធ្លាក់មកលើច័ន្ទថនដែលជាកូនប្រុសបន្ទាប់ហ្នឹងមីង ពួកវាយល់ច្រឡំហើយមានច្បាប់ឯណាគេចែកមកអញ្ចឹងនោះរួចចុះកាលដែលម៉ែក្មេងឯងចែកដីឲ្យប្តីឯងនោះឯងមានលិខិតស្នាមអីត្រឹមត្រូវហ៎ ចាមីងខ្ញុំមានលិខិតស្នាមទាំងអស់ហ្នឹង ហើយរួចចុះឯងគិតយ៉ាងម៉េច ខ្ញុំមិនចង់មានរឿងហើយមីងតែបើខ្ញុំបកគលដីនោះឲ្យចន្ទថនណាតើខ្ញុំមានដីស្រែណាដើម្បីធ្វើស្រែចម្ការចិញ្ចឹមកូននោះផ្ទុយទៅវិញបើសិនជាខ្ញុំមិនឲ្យខ្ញុំខ្លាចពួកគេមកធ្វើបាបខ្ញុំនឹងកូនណាមីង បានហើយកុំគិតច្រើនពេកបើតាមីងដឹងបើឯងមានលិខិតស្នាមត្រឹមត្រូវអីនោះมันអាចអ្នកណាមកទៀមទាយកវាឯងវិញបានទេកុំថាឡើយបងអូនថ្លៃឯងសូម្បីតែម្ដាយក្មេងឯងក៏យកមិនបានដែរណាហើយចាំមីងទៅជួយបញ្យល់ពួកវាកុំឲ្យវាធ្វើរឿងអីផ្ដេសផ្ដាសអញ្ចឹង អូមីងខ្ញុំអរគុណណាមីងហើយខ្ញុំសុំទោសផងដែលឲ្យមីងរវល់ដោយសារខ្ញុំមក បានហើយកុំគួរសមច្រើនពេកមើលថែខ្លួនឲ្យបានល្អហើយធ្វើការប្រយ័ត្នប្រយែងកូនក្នុងពោះផងណា អញ្ចឹងមីងទៅឯណា ចាមីងអរគុណមីងច្រើនហើយសុខសប្បាយតាមផ្លូវមីង មីងទៅហើយ អូមីង ម៉ែនៅផ្ទះអត់ណា មកមីងជួយអង្គុយលេងសិនចន្ទថាទៅយកទឹកមកកែគាត់ផ្សារ ចាបង ហើយយ៉ាងម៉េចហើយម៉ែឯងសុខសប្បាយហ៎ គាត់រៀងគ្រាន់បើប្រហែលថ្ងៃនេះហើយគាត់ទៅបនគេនៅចុងភូមិឯណោះមីង ចេញសារទឹក ហើយល្ងាចបានគាត់មកវិញមីងហៅគាត់មានការអី អូមីងគ្រាន់តែចង់មកសួរសុខទុក្ខគាត់ហ្នឹងណាហើយពួកឯងនេះមានដែរទៅសួរសុខទុក្ខបងថ្លៃនឹងក្មួយឯងហ៎ណែអាសាទៅអើតគ្នាខ្លះផងព្រោះប្តីគ្នាទៅមិនស្លាប់ហើយណាមួយមានពូមានពងទៀត មិនទៅទេមីងហើយមីងកុំទៅយកចិត្តយកថ្លើមអីគាត់ពេកមីងមិនម៉ែក្តៅស្រួយអញ្ចឹងខ្ញុំថាយ៉ាងច្រើនឆ្នាំក្រោយមានគេចូលចែកជើទៀតទេ ចន្ទថាឯងប្រាប់មីងពីរឿងដែលយើងទៅនិយាយមួយបងនៀតនោះ រឿងអីទៅចាត់ថា អូគឺរឿងដីគេពុកដែលម៉ែចែកទៅឲ្យខ្មៅបងថនហ្នឹងខ្ញុំហើយនៅបងថនបានតែទាតែបងនៀតគាត់មកឲ្យទេណាមីងខ្ញុំចង់ឲ្យមីងទៅជួយទាដីហ្នឹងផងតែខំដីគេពីដូនតាយើងមកខ្លាចដីគេបោះអ្នកដតីមិនខានទេ មីងមកនេះក៏ចង់ដឹងពីរឿងហ្នឹងដែរតែឥឡូវមីងយល់ច្បាស់ហើយ មែនទេមីងដីនេះវាត្រូវតែជាដីរបស់ខ្ញុំមិនថាអញ្ចឹងអី តែពួកឯងស្ដាប់មីងណាមិនអាចធ្វើអីប្តេជ្ញាផ្ដាស់បានទេ មីងខ្ញុំគិតថាស្អែកយើងនាំគ្នាទៅទាដីនោះទាំងអស់គ្នាបើទាគាត់មិនឲ្យទេយើងទាំងអស់គ្នានាំគ្នាគម្រាមគាត់ដេញចេញពីផ្ទះតែម្ដងព្រោះថាផ្ទះនោះគឺជាផ្ទះបងធនតាមិនថាអញ្ចឹងទេមីង មិនបានទេស្ដាប់មីងឯងមិនអាចធ្វើអញ្ចឹងកើតទេវាខុសនឹងច្បាប់ណា ខុសច្បាប់អីទៅមីង ណែទី1គឺដីនោះម្ដាយឯងបានចែកឲ្យបងឯងហើយណាទី2ការដែលឯងទៅគម្រាមយករបស់អ្នកដតីនោះវាជារឿងបំពាននឹងច្បាប់ បើមិនប្រើធွာក្តៅអញ្ចឹងធ្វើមិនយើងទាដីនោះបានមកវិញមីង ណែទោះជាយ៉ាងណាក៏ពួកឯងមិនអាចប្រើអំពើគម្រាមនោះបានដែរពួកឯងត្រូវគិតឲ្យបានស្រួលបួលណា ហើយមីងអើយសម័យនេះទៅហើយវល់តែគិតច្បាប់អញ្ចេះច្បាប់អញ្ចោះមីងដេកចាំតែអត់ទៅខ្ញុំគិតរួចហើយស្អែកទោះបីមីងមិនជួយខ្ញុំក៏ដោយខ្ញុំនឹងចន្ទថាទៅគម្រាមយកដីនោះតតែបានមកវិញហ្នឹង មីងថាមិនបានគឺមិនបានហើយពួកឯងស្ដាប់មីង បើមិនជួយជោគជួយចាយទេកុំយកជើងរាទឹកបើមីងមិនជួយខ្ញុំទេស្អែកខ្ញុំនឹងចាត់ការដោយខ្លួនឯង ណែ បានហើយមីងជួយទៅផ្ទះវិញចុះ មីងហើយមីងក្មួយបកកើតខ្លួនឯងមិនជួយកាន់ជើងទេបែរជាទៅជួយកាន់ជើងក្មួយភាសាទៅវិញមីងមិនមែនលេបថ្នាំច្រឡំមិនដឹងបងថន បងមិនដឹងដែរ ហើយពិតជាគ្មានដឹងអីមែនក្មេងអស់នេះ អត់ទេបងអត់ឲ្យខ្លួនឯងសុំខ្លួនឯងទៅអត់ទៅវិញទេទោះបីបងឯងមិនឲ្យខ្ញុំត្រូវតែយកទេអត់ទេអូនខ្ញុំរើតែថា បើមិនចង់ជួយខ្លួននៅស្ងៀមលិខិតនៅតុងណា ฉันថាកំរើអូនអូនេះលិខិតទេ
ឥឡូវលោកអមសូមមកជួយខ្ញុំផង ហើយស្ងៀម សិភៅគ្រួសារសិភៅស្នាក់នៅសម្បត្តិកំណើតហើយចុះណាលិខិតកម្មកាប់3នៅណាមិនឃើញបើបងឯងមិនឲ្យខ្ញុំទេខ្ញុំនឹងកំទេចលិខិតនេះចោលអស់ យ៉ាងម៉េចបងឆាប់ឲ្យមក ទាំងពីរសូមឈប់ភ្លាមទៅហើយសូមអញ្ជើញទៅជាមួយសមត្ថកិច្ច លោកប៉ូលីសនេះជារឿងគ្រួសារខ្ញុំសូមលោកប៉ូលីសកុំមកទេ មិនមែនជារឿងគ្រួសារទេអ្នកទាំងពីរមក ចាំ ពី ចាំលោកប៉ូលីស ទៅចាំខ្ញុំ លោកប៉ូលីស យោងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា363 អំពើកំហែងយកគឺជាអំពើដែលប្រព្រឹត្តដោយការប្រើហិង្សា ការគំរាមថានឹងប្រើហិង្សា ឬដោយការបង្ខិតបង្ខំដើម្បីទទួលបាននៅ 1. ហត្ថលេខាឬស្នាមមេដៃ 2. ការសន្យាឬការបោះបង់ចោលអ្វីមួយ 3. ការបង្ហាញអាចកំបាំងណាមួយ 4. ការប្រគល់មូលនិធិតម្លៃឬទ្រព្យសម្បត្តិអ្វីមួយ មាត្រា364 ទោសដែលត្រូវអនុវត្តអំពើកំហែងយកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំ និងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀល មាត្រា365ស្ថានទម្ងន់ទោសតាក់ទងទៅនឹងជនរងគ្រោះអំពើកំហែងយកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំ កាលបើអំពើនេះបានប្រព្រឹត្តទៅលើ 1. បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុអាយុនៃបុគ្គលនោះ 2. នារីមានគភ៌កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែងឬកាលបើជនល្មើសបានដឹង 3. បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុនៃជំងឺឬពិការភាពកាលបើស្ថានភាពបុគ្គលនេះត្រូវបានគេឃើញជាក់ស្ដែងឬកាលបើជនល្មើសបានដឹង